បន្ទាប់ពីរឿងដើមឈើបុរាណរបស់ភ័យពោធិសត្វបានបញ្ចប់ក្រុមរបស់សៀវយានមិនបានបន្តនៅក្នុងទីវាលរហោស្ថានដ៏អាក្រក់នេះយូរឡើយពួកគេបានចេញដំណើរនិងចំណាយពេល 2-3 ថ្ងៃក្នុងការធ្វើដំណើរមុនពេលទៅដល់ភូមិគ្រឹះផ្កាយធ្លាក់សៀវយានច្បាស់ជាអ្នកដែលទទួលបានច្រើនជាងគេក្នុងការធ្វើដំណើរទៅកាន់តំបន់សំណល់បុរាណនេះគាត់មិនត្រឹមតែរីករាយនឹងការសមាធិក្រោមដើមពោធិសត្វទេបេះដូងព្រះពោធិសត្វក៏បានលាក់ខ្លួននៅក្នុងខ្លួនរបស់គាត់ផងដែរជាការពិតណាស់មិនគួរភ្លេចក្រកពួយព្រះពោធិសត្វដ៏បរិសុទ្ធចំនួន11ដែលនៅសេសសល់ក្នុងដៃរបស់គាត់ឡើយភ្លេចអំពីអត្ថប្រយោជន៍ដែលវត្ថុពីរផ្សេងទៀតផ្ដល់ឲ្យសៀវយានក្រកពួយព្រះពោធិសត្វទាំងអស់នេះតែមួយមុខគត់គឺជារង្វាន់ដ៏សម្បូរបែបប្រសិនបើគេយកក្រកពួយព្រះពោធិសត្វទាំងនេះចេញដោយចៃដន្យភ្នែករបស់អ្នកជំនាញដោស៊ុនជាច្រើននឹងប្រែជាក្រហមដោយសេចក្តីច្រណែនពួកគេមិនខ្វល់ពីទ្រព្យសម្បត្តិផ្សេងទៀតរបស់វាទេសមត្ថភាពរបស់វាក្នុងការបង្កើនឱកាសរបស់ខ្លួនក្នុងការឈានទៅដល់ថ្នាក់បានសេងគឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យអ្នកជំនាញកំពូលទាំងនោះនៅក្នុងក្រសែភ្នែកមនុស្សធម្មតាឆ្កួតសៀវយានប្រហែលជាទទួលបានរង្វាន់ដ៏បរិបូរណ៍នាពេលនេះប៉ុន្តែអ្វីដែលគាត់សប្បាយចិត្តបំផុតនោះគឺគាត់បានរៀបរៀងក្រុមរបស់ហ៊ុនយូមិនឲ្យទទួលបានអ្វីទាំងអស់សៀវយានមិននឹកស្មានទៅដល់មានអារម្មណ៍ចង់សើចរាល់ពេលដែលគាត់គិតអំពីរបៀបដែលក្រុមរបស់ហ៊ុនយូបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីប្រញាប់ប្រញាល់ទៅកាន់តំបន់សំណល់បុរាណនេះដោយគ្រាន់តែត្រឡប់មកវិញដោយគ្មានអ្វីសោះវិមានផ្កាយធ្លាក់ក្រុមរបស់សៀវយានបានសម្រាកពេញមួយសប្តាហ៍បន្ទាប់ពីត្រឡប់មកពីតំបន់សំណល់បុរាណវិញមុនពេលពួកគេបានជាសះស្បើយការធ្វើដំណើរទៅកាន់តំបន់បុរាណនេះមិនបានសម្រាកទេប្រសិនបើគ្រាប់ពូជព្រះពោធិសត្វនៅក្នុងក្រវ៉ាត់ផ្ទុករបស់សៀវយានមិនសំណាងល្អបានដាស់គាត់ពីការបំផន់ទេនោះពួកគេទាំងអស់នឹងធ្លាក់ចូលទៅក្នុងការបំផន់ដូចជីវិតដ៏ខ្លាំងបំផុតជារៀងរហូតនៅទីបញ្ចប់ពួកវានឹងប្រែក្លាយទៅជាអត្តភាពស្រដៀងនឹងអាយ៉ងបានសេញទាំងនោះទោះបីជាសៀវយានបានរស់ជីវិតក៏ដោយក៏គាត់នៅតែមានអារម្មណ៍ត្រជាក់ក្នុងចិត្តនៅពេលដែលគាត់គិតពីការបំផន់ដូចជីវិតពិតការបំផន់នោះពិតជាគួរឲ្យខ្លាចណាស់សៀវយានមិនបានចម្រាញ់បេះដូងព្រះពោធិសត្វភ្លាមៗទេបន្ទាប់ពីត្រឡប់មកព្រះពំលាផ្កាយធ្លាក់វិញព្រោះគាត់យល់ថាវាសំខាន់ពេកគាត់ត្រូវចាស់កែលម្អវាឲ្យល្អឥតខុសគ្មានអ្វីអាចខុសទាំងស្រុងនោះទេខណៈពេលដែលទទួលយកអាកប្បកិរិយានេះសៀវយានបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជៀនដល់ស្ថានភាពកំពូលរបស់គាត់ក្នុងអំឡុងពេលមួយខែជាមួយគ្នានោះទាំងគាត់និងយ៉ាវឡាវបានព្យាយាមអស់ពីសមត្ថភាពដើម្បីរៀបចំរបបដែលអាចជួយបង្កើនឱកាសរបស់គាត់នៅក្នុងការជៀនដល់ថ្នាក់បានសេញមិនថាតើឱសថឬកំណត់ធម្មជាតិនោះទេគ្រប់គ្នាបានយល់ថាកម្លាំងរបស់វិមានផ្កាយធ្លាក់ប្រកាសជានឹងកើនឡើងប្រសិនបើសៀវយានជៀនដល់ថ្នាក់បានសេញដោយជោគជ័យបានសេញ2គឺជាក្រុមដែលសម្បេតានិកាយមេឃធំជ្រៅនិងនិកាយចាស់បំផុតផ្សេងទៀតក៏មិនប្រៀបធៀបបានដែរខណៈពេលដែលសៀវយានកំពុងរងចាំស្ថានភាពកម្ពុជារបស់គាត់មកដល់យ៉ាវឡាវបានចាក់ចែងអស់រយៈពេលកន្លះខែក្រោយមករាងកាយចាស់ជរាដែលហត់នឿយបានបង្ហាញខ្លួនម្ដងទៀតនៅចំពោះសៀវយានហើយបានប្រគល់ប្រអប់មួយឲ្យគាត់សៀវយានបានទទួលប្រអប់ខណៈពេលដែលមានអារម្មណ៍ភ្ញាក់ផ្អើលបន្ទាប់ពីគាត់បាយប្រអប់ឆ្មោះដោយប្រុងប្រយ័ត្នគាត់បានប្រទះកំព្រឹកតូចពណ៌បៃតងត្រមឹកពូនលិតនៅក្នុងនោះក្លិនថ្នាំដ៏សម្បូរសាយចេញពីរាងកាយរបស់សត្វកំព្រឹកគ្រាន់តែមួយរំពេចនឹងធ្វើឲ្យនរណាម្នាក់សម្រានេះជាថ្នាំព្រះពោធិសត្វឬសៀវយានសម្លឹងមើលសត្វកំព្រឹកមួយផ្លែតទើបតែលើកក្បាលសួរដោយសំឡេងស្រឡំកាំងគាត់អាចដឹងពីក្លិនដែលធ្លាប់ស្គាល់នៅក្នុងខ្លួនរបស់សត្វកំព្រឹកនេះត្រូវហើយយ៉ាវឡាវញញឹមហើយងក់ក្បាលស្នាមញញឹមនៅលើមុខរបស់គាត់លក្ខភាពនឿយហត់របស់គាត់នៅពេលដែលគាត់និយាយក្នុងលក្ខណៈសោកស្ដាយថាជាអកុសលថ្នាំក្របពោធិសត្វនេះហៅរន្ទះពណ៌បានតែ8ពណ៌ប៉ុណ្ណោះបើមិនដូច្នេះទេឥទ្ធិពលអសុទ្ធរបស់វានឹងកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតសៀវយានមានអារម្មណ៍ថាមានអ្វីរារាំងបេះដូងរបស់គាត់ពេលដែលគាត់មើលមុខចាស់របស់យ៉ាវឡាវមូលហេតុដែលយ៉ាវឡាវបានបិទបង់រយៈពេលកន្លះខែគឺដោយសារតែគាត់បានចេញទៅរកកន្លែងកែលម្អពូជព្រះពោធិសត្វនេះឲ្យសៀវយានឱកាសរបស់សៀវយានក្នុងការចម្រាញ់ថ្នាំគ្រាប់ដោយជោគជ័យនៅក្នុងកម្រិតនេះមានកម្រិតទាបបន្តិចសៀវយានយល់ថាសមត្ថភាពរបស់យ៉ាវឡាវគ្រប់គ្រាន់
ដើម្បីតាក់ទាញក្របថ្នាំ9ពណ៌សម្រាប់ថ្នាំពោធិសត្វនេះប៉ុន្តែយ៉ាវឡាវខ្វះអណ្ដែងភ្លើងល្អបើសិនជាយ៉ាវឡាវនៅសល់អណ្ដែងភ្លើងកក់ផ្កងការតាក់ទាញពន្លឺថ្នាំក្រប9ពណ៌នឹងងាយស្រួលបំផុតយ៉ាវឡាវបានចូលរួមចំណែកស្ងងាត់ច្រើនណាស់ដល់សិស្សរបស់គាត់នេះលោកគ្រូអរគុណសៀវយៀនអោបប្រអប់ជួយយោធីគាត់ដកដង្ហើមចូលជ្រៅហើយនិយាយពីអរគុណយ៉ាងស្រទន់មិនចាំបាច់និយាយរឿងទាំងនេះរវាងគ្រូនិងសិស្សយ៉ាវឡាវងក់ក្បាលហើយនិយាយអ្នកគួរតែសម្រាកហើយទទួលការវឹកហាត់ទុករឿងរបងវិមានផ្កាយថ្លាក់មកអាយខ្ញុំមិនអនុញ្ញាតឲ្យមានរឿងអ្វីកើតឡើងចំពោះពួកគេឡើយអ្វីដែលសំខាន់បំផុតសម្រាប់អ្នកគឺត្រូវតែចង់ខ្លួនទៅថ្នាក់បានសឹងឲ្យបានលឿនបើមិនដូច្នេះទេអ្នកមិនមានសមត្ថភាពក្នុងអណ្ដាតភ្លើងបន្សុទ្ធអារក្សនៅពេលដែលវាលេចឡើងក្នុងរយៈពេល3ឆ្នាំនោះទេសៀវយៀនងក់ក្បាលដោយស្ងៀមស្ងាត់នេះគឺជាឧបសគ្គដែលអាចផ្លាស់ប្ដូរគាត់ទាំងស្រុងប្រសិនបើគាត់អាចយកឈ្នះវាបានគាត់ពិតជាឈានដល់កម្រិតកំពូលនៃអ្នកជំនាញក្នុងទ្វីបនេះប្រសិនបើគាត់បរាជ័យគាត់នឹងត្រូវទុកឲ្យនៅក្នុងចំណោមអ្នកជំនាញថ្នាក់លើគាត់នឹងមិនអាចសងសឹកនឹងភាពអស្ចារ្យរបស់ត្រកូលហ៊ុនដោយកម្លាំងបែបនេះទេជាងនេះទៅទៀតសៀវយៀនបានដេញតាមពីក្រោយអណ្ដាតភ្លើងផ្កាឈូកបន្សុទ្ធអារក្សអស់ជាង1ទសវត្សរ៍វាមិនអាចទៅរកទេសម្រាប់គាត់ក្នុងការបោះបង់ចោលវាអណ្ដាតភ្លើងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្តថាតើគាត់អាចប្រយុទ្ធប្រឆាំងនឹងត្រកូលហ៊ុនបានទេដូច្នេះគាត់ត្រូវការដើម្បីទទួលបានអណ្ដាតភ្លើងនេះមិនថាក្នុងតម្លៃណាទាំងអស់អ្នកគួរតែសម្រាកហើយទទួលយកការវឹកហាត់របស់អ្នកទុកបញ្ហានៃការវឹកហាត់ខៃលីនគ្រូពេទ្យទេពអប្សរតូចនិងកម្លាំងរបស់គីនលីនមកខ្ញុំពួកគេទាំងអស់សុទ្ធតែជានារីមិនធម្មតាដរាបណាពួកគេមានឱកាសសមរម្យកម្លាំងរបស់ពួកគេនឹងកើនឡើងយ៉ាងឆាប់រហ័សពួកគេនឹងមិនររាំងអ្នកទេនៅពេលអ្នកចាកចេញពីការវឹកហាត់របស់អ្នកយ៉ាវឡាវទះស្មារបស់សៀវយៀនបន្ទាប់មកគាត់បានងាកមកខៃលីនគ្រូពេទ្យទេពអប្សរតូចនិងគីនលីនមានវត្តមានទាំងអស់ប៉ុន្តែពួកគេមិនបានរំខានការសន្ទនារវាងគ្រូនិងសិស្សរបស់គាត់បាទសៀវយៀនងក់ក្បាលតិចគាត់ស្ទាក់ស្ទើរមួយសន្ទុះមុនពេលគាត់ទាញដបត្បូងចេញពីក្រវ៉ាត់ផ្ទុករបស់គាត់មានស្រទាប់ភ្លើងជុំវិញមាត់ដបមនុស្សម្នាក់អាចដឹងពីព្រលឹងខ្សោយខ្មាំងដបនោះលោកគ្រូនេះគឺជាព្រលឹងរបស់ហាន់ហ្វេងលោកគ្រូត្រូវតែតម្រេះស្រាយវាសៀវយៀនបានប្រគល់ដបត្បូងទៅឲ្យយ៉ាវឡាវនៅពេលដែលគាត់ប្រាប់គ្រូរបស់គាត់យ៉ាងទន់ភ្លន់បន្ទាប់ពីសៀវយៀនដាវចូលទ្វារថ្មដ៏ធំសម្បើមនោះក៏បិទបន្តិចម្ដងទីបំផុតវាបានបិទជិតគ្រប់គ្នាស្ងាត់ពេលសម្លឹងមើលទ្វារថ្មដ៏ធំសម្បើមពួកទីមានការព្រួយបារម្ភពីការវឹកហាត់របស់សៀវយៀននឹងមានរយៈពេលយូរតទៅចាំមើលគាត់ខ្លាចជាបែងសែនគាត់យ៉ាងលឿនទោះយ៉ាងណាគ្មាននរណាក្នុងចំណោមពួកគេនឹកស្មានថាការវឹកហាត់នេះនឹងចំណាយពេល2ឆ្នាំពេញនោះទេដោយផ្អែកលើការរំពឹងទុករបស់យ៉ាវឡាវនិងអ្នកផ្សេងទៀតវាមិនគួរជាការលំបាកសម្រាប់សៀវយៀនក្នុងការឈានទៅដល់ថ្នាក់បានសែងចាប់តាំងពីគាត់មានបេះដូងព្រះពោធិសត្វនិងថ្នាំគ្រាប់ពោធិសត្វជួយគាត់រឿងព្រេងអំពីការចម្រាញ់បេះដូងព្រះពោធិសត្វឲ្យចូលថ្នាក់សែងភ្លាមនោះត្រូវបានបំភ្លឺបន្តិចយ៉ាងណាមិញមនុស្សម្នាក់ត្រូវតែផ្ដល់ពេលវេលាដើម្បីស្រូបយកថាមពលបរិសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់មនុស្សម្នាក់ក៏អាចបញ្ជាក់បានដែរថាតើបេះដូងពោធិសត្វមានអំណាចប៉ុណ្ណាតាមទស្សនៈមួយផ្សេងទៀតទោះបីជាវាមិនអនុញ្ញាតឲ្យនរណាម្នាក់ចូលទៅក្នុងថ្នាក់សែងភ្លាមក៏ដោយសៀវយៀនដែលជាកម្ពូលការផ្លាស់ប្ដូរទី9រួចទៅហើយដូស៊ុននឹងត្រូវការរយៈពេល1ឆ្នាំដើម្បីបញ្ចប់ការវឹកហាត់របស់គាត់ដោយជោគជ័យទោះជាយ៉ាងណាការពិតមិនត្រូវនឹងការរំពឹងទុករបស់អ្នករាល់គ្នាទេពេលវេលាបានរំកិលយឺតខណៈពេលដែលអ្នករាល់គ្នាកំពុងរងចាំរដូវស្លឹកជ្រូកបានជំនួសរដូវក្តៅដោយសារស្មៅព្រៃក្រដប់ដំបងនៅពីមុខទ្វារថ្មដ៏ធំដែលសៀវយៀនលាក់ខ្លួន
ស្ម្លេពណ៌បៃតងបានចាប់ដើមគ្របលើទ្វារថ្មតំបន់ជុំវិញទ្វារនេះបានคล้ายជាដីហាមឃាត់សម្រាប់ Falling Star Pavilion ក្នុងអំឡុងពេលមួយឆ្នាំនេះលើកលែងតែមនុស្សមិនចំនួនសូម្បីតែអ្នកចាស់ទុំខ្លះក៏ត្រូវបានហាមឃាត់មិនឲ្យចូលមនុស្សគ្រប់រូបអាចបំបត្តិការថប់បារម្ភនៅក្នុងចិត្តរបស់ពួកគេបានបន្ទាប់ពីមួយឆ្នាំបានកន្លងទៅវាគ្មានន័យទីដែលត្រូវថប់បារម្ភនៅពេលវាឈានទៅមុខជាសំណាងល្អការដែលអាចជួយចាក់បំផុតនោះគឺយ៉ាវឡាវអាចដឹងអំពីការព្រេកប្រាយតាមភ្នំធម្មពលនេះគឺខ្សោយខ្លាំងណាស់ប៉ុន្តែវាមិនខ្សោយពេកទេផ្ទុយទៅវិញវាហាក់ដូចជាធម្មពលស្ថិតនៅក្នុងស្ថានភាពផ្លាស់ប្ដូរការអាចដឹងពីភាពស្រពិចស្រពិលរបស់សៀវយៀនបានកាត់បន្ថយការព្រួយបារម្ភរបស់អ្នករាល់គ្នាយ៉ាងច្បាស់ពួកគេមិនអាចរំខានសៀវយៀននៅពេលនេះបានទេអាស្រ័យហេតុនេះពួកគាត់ទាំងអស់គ្នាបានត្រឹមតែបារម្ភដោយគ្មានសង្ឃឹមខណៈដែលពួកគេរងចាំយ៉ាងស្ងៀមស្ងាត់ខណៈពេលដែលសៀវយៀននេះស្ថិតនៅក្នុងការវឹកហាត់របស់គាត់វាវទំនាបកណ្ដាលបានជួបប្រទះការរំខានយ៉ាងខ្លាំងប៉ុន្តែការសងសឹករបស់សាលប្រលឹងមិនទាន់មកដល់ទាន់ពេលនោះទេដូច្នេះហើយ Falling Star Pavilion បានប្រើប្រាស់ពេលវេលាដែលនៅសល់របស់ពួកគេទាំងស្រុងដើម្បីក្លាយទៅជាអ្នកខ្លាំងក្រោមការគ្រប់គ្រងរបស់យ៉ាវឡាវនិង Feng Sunse អ្នកជំនាញជាច្រើនបានចូលរួមនៅពេលឮឈ្មោះរបស់ពួកគេជាពិសេសបន្ទាប់ពីមានដំណឹងលេចធ្លាយពីអគារ Falling Star Pavilion ថាយ៉ាវឡាវអាចចំហាញថ្នាំពុយពុទ្ធិស័ក្តិកំពូលឥស្សរជនមួយចំនួនឌូស៊ុនដែលជាធម្មតារក្សាទម្រង់ទាបបំផុតមិនអាចទប់ទល់នឹងការលបួងបានទេខណៈដែលពួកគេខ្លាចទៅជាអ្នកអាយ៉ារបស់ Falling Star Pavilion Guest ដោយសម្ងាត់ការលបួងរបស់ពុយពុទ្ធិស័ក្តិពិតជាអស្ចារ្យពេកហើយអ្នកជំនាញថែមទាំងលះបង់ពេលវេលានិងសេរីធឿខ្លះផងសម្រាប់វាទៀតផងជាការពិតណាស់វាមិនអាចទៅរួចទេក្នុងការផ្ដល់គ្រាប់ពូជប្រពោធិសត្វដល់ពួកព្រឹទ្ធាចារ្យទាំងនេះដែលបានមកស្វែងរកវានៅពេលដែលពួកគេបានចូលរួមអ្នកជំនាញទាំងនេះក៏មិនល្ងងដែរពួកគេក៏យល់ដែរថានៅលើលោកនេះមិនមានអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃទេអាស្រ័យហេតុនេះពួកគេបានគិតរកវិធីដើម្បីរួមចំណែកដល់វិមានធ្លាក់ផ្កាយដើម្បីឲ្យមានពេលមួយដែលពួកគេទុកចិត្តដោយយ៉ាវឡាវហើយបន្ទាប់មកអាចទទួលបានពរជ័យដោយថ្នាំគ្រាប់ពោធិសត្វដែលពួកគេអាចប្រើប្រាស់ដើម្បីឈានទៅដល់កម្រិតដែលពួកគេធ្លាប់សុបិនប្រឈមមុខនឹងឥទ្ធិពលវិជ្ជមាននេះកម្លាំងនៃវិមានផ្កាយធាក់ប្រកបជាកើនឡើងវាបានក្លាយទៅជាអតិភិបដ៏ខ្លាំងក្លាមួយនៅតំបន់វាលទំនាបកណ្ដាលដែលមិនទៀបជាងបពុចាស់ដូចជានិកាយមេឃច្រៅទោះជាយ៉ាងណាក៏ដោយនៅពេលដែលកម្លាំងនិងកិច្ចឈុំរបស់ Falling Star Pavilion កើនឡើងនោះនិកាយមេឃដ៏ជ្រៅដែលបានបង្កើតការខឹងសម្បារជាមួយសៀវយឿននិងវិមានផ្កាយធ្លាក់មិនអាចនៅស្ងៀមបានទេកាលពីមុនទឹកដីនៃវិមានផ្កាយធ្លាក់មិនមានទំហំធំទេហេតុដូច្នេះហើយមានជម្លោះតិចតួចរវាងអ្នកទាំងពីរប៉ុន្តែទឹកដីរបស់វិមានផ្កាយធ្លាក់បានចាប់ផ្ដើមប្រឈមគ្នាជាបណ្ដោៗជាមួយនឹងក្រុមមេឃដ៏ជ្រៅវាជាមិនរួចទេដែលជម្លោះនឹងផ្ទុះឡើងមួយជាបកពួកចាស់ចំណែកបកមួយទៀតជាបកពួកដែលកំពុងកើនឡើងការប៉ះទង្គិចរវាងអ្នកទាំងពីរពិតជាមានភាពតានតឹងបកទាំងពីរបានឆ្លងកាត់ការទទួលជ័យជំនះនិងបរាជ័យរៀងៗខ្លួនបន្ទាប់ពីប្រយុទ្ធគ្នាអស់មួយរយៈភាគីទាំងសងខាងមិនអាចធ្វើអ្វីចំពោះភាគីម្ខាងទៀតឡើយប៉ុន្តែស្ថានភាពនេះមិនស្ថិតស្ថេរយូរទេមុនពេលដែលមានការផ្លាស់ប្ដូរបកនិកាយមេដេជ្រៅបានប្រកាសថាខ្លួននឹងបង្កើតសម្ព័ន្ធភាពជាមួយក្រុមទុនលេតកកវិមានខ្យល់រន្ទះនិងនិកាយល្បីៗមួយចំនួននៅតំបន់ភូមិភាគកណ្ដាលពួកគេបានប្រកាសជាសាធារណៈថាសម្ព័ន្ធភាពនេះនឹងត្រូវដាក់ឈ្មោះថាសម្ព័ន្ធទុនលេជ្រៅបាទសូមអរគុណបងប្អូនកុំភ្លេចជួយចុច Subscribe ម្នាក់មួយផង